ចំណុចទាំង5នេះគឺជាមូលហេតុថាតើហេតុអ្វីគួរទិញ Ford Ranger Raptor 2025វីដេអូនេះឧបត្ថម្ភផ្ដាច់មុខដោយភ្នាក់ងារលក់បន្តរថយន្ត Ford ប្រចាំខេត្តបន្ទាយមានជ័យមានលក់រថយន្ត Ford គ្រប់ស៊េរីគ្រប់ model ជាមួយនឹងសេវារហ័សទាន់ចិត្តនិងមានសេវាបង់រំលោះ25ខេត្តក្រុងទំនាក់ទំនងព័ត៌មានបន្ថែមតាមលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់អញ្ចឹង Ford Ranger Raptor ស៊េរីឆ្នាំ2025គឺជារថយន្តប្រភេទ pick up ខ្នាតកណ្ដាលដែលមានសមត្ថភាពអស្ចារ្យមិនអាចប្រៀបប្រដូចបានដែលត្រូវបានរចនាឡើងសម្រាប់អ្នកដែលចូលចិត្ត off-road ដំណើរផ្សងព្រេងនិងអ្នកដែលចង់បានបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យហើយខាងក្រោមនេះគឺជាហេតុផលសំខាន់ៗទាំង5ដែលបងប្អូនស្ដាប់ហើយមិនស្រឡាញ់ Raptor 2025មិនបានទី1សមត្ថភាព off-road ដែលមិនអាចប្រៀបប្រដូចបាន Ford Ranger Raptor 2025បានបំពាក់ជាមួយនឹងកញ្ចប់ off-road មួយកំភ្លេតែម្ដងដែលត្រូវបានផលិតឡើងសម្រាប់អ្នកដែលចូលចិត្ត off-road ដំណើរផ្សងព្រេងនិងរុកព្រៃជាដើមដោយបានបំពាក់មកជាមួយនឹងប្រព័ន្ធជើងក្រោម AM រួមជាមួយនឹងបូម Fog Live Valve ទំហំ 2.5 អ៊ីងនិងមានប្រព័ន្ធឡុកប៉ុងទាំងខាងមុខនិងខាងក្រោយរួមទាំងមានកម្ពស់កាន់តែខ្ពស់រហូតទៅដល់ 10.7 អ៊ីងនិងបានប្រើប្រាស់ជាមួយនឹងសម្បកកង់ All Terrain ទំហំ 33 អ៊ីងដែលធ្វើឲ្យការបើកបរកាន់តែអស្ចារ្យនិងអាចបើកបរគ្រប់ស្ថានភាពផ្លូវ2ប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Twin Turbo V6 ដែលមានថាមពលខ្លាំងមិនអាចបំភ្លេចបាន Ford Ranger Raptor 2025នេះបានបំពាក់ជាមួយនឹងម៉ាស៊ីនសាំង 3.0 លីត្រ EcoBoost Twin Turbo V6 ដែលអាចផ្ដល់កម្លាំងសេះសរុបរហូតទៅដល់397 PS និងកម្លាំងរមួលកង់583 Nm រួមជាមួយនឹងប្រអប់លេខអូតូ10វគ្គនិងប្រព័ន្ធកាពីតាអញ្ចឹងសមត្ថភាពប៉ុណ្នេះមិនថាផ្លូវលំបាកនិងមានឧបសគ្គប៉ុណ្ណាទេ Ford Ranger Raptor 2025នេះគឺអាចជំនះគ្រប់ឧបសគ្គតែម្ដងទី3បំពាក់ជាមួយនឹងរបៀបបើកបរគ្រប់ស្ថានភាពផ្លូវចំនួន7ដែលត្រូវការចាំបាច់សម្រាប់បរិបទផ្លូវនៅកម្ពុជា Ford Ranger Raptor ស៊េរីថ្មីនេះគឺមានបំពាក់ជាមួយនឹងរបៀបបើកបរគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវក្នុងទីក្រុងទៅខេត្តឬផ្លូវមានឧបសគ្គលំបាកប៉ុណ្ណាទេ Ford Ranger Raptor ស៊េរីថ្មីនេះគឺអាចជំនះគ្រប់ឧបសគ្គរបៀបបើកបរទាំង7នោះរួមមានធម្មតា Sport រអិលភក់ខ្សាច់ឧបសគ្គនិងថ្មរបៀបបើកបរទាំងនេះម៉ាស៊ីនប្រអប់លេខចង្កូតព្រមទាំងប្រព័ន្ធជើងក្រោមនឹងធ្វើការដោយស្វ័យប្រវត្តិតែម្ដងដើម្បីលៃតម្រូវទៅតាមស្ថានភាពផ្លូវដែលបងប្អូនជ្រើសរើសអញ្ចឹងពិតជាងាយស្រួលខ្លាំងសម្រាប់បរិបទផ្លូវនៅកម្ពុជាទី4ការរចនាដ៏ស្វាហាប់រឹងមាំនិងមានមុខងារដ៏សម្បូរបែប Ford Ranger Raptor ស៊េរីថ្មីនេះមានការរចនាមើលទៅស្វាហាប់មាំព្រមទាំងមានអំណាចជាមួយនឹងភ្លើងប្រភេទ LED និងមាន Daytime Running Light ប្រភេទអក្សរ C ព្រមទាំងប៉ាណាផ្នែកខាងមុខដែលមានការរចនាដែលមានតែមួយគត់ចំពោះផ្នែកខាងមុខនេះក៏មានដែកថែបដ៏រឹងមាំដើម្បីការពារផ្នែកម៉ាស៊ីននៅពេលដែល off-road ក្រឡេកមកមើលផ្នែកខាងក្នុងវិញមានការរចនាបែបធំទូលាយនិងបែបស្ពណ៌បំផុតដោយបានបំពាក់ជាមួយនឹងកៅអីមានពូកស្បែករចនាដោយកៅអីបញ្ជានៅលើយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក F22 Raptor អេក្រង់កុងទ័រនិងអេក្រង់កំសាន្តមានទំហំធំព្រមទាំងមានមុខងារសម្បូរបែបរួមជាមួយនឹងឧបករណ៍និងបច្ចេកវិទ្យាដែលមានប្រយោជន៍ខ្លាំងពេលបើកបរជាដើមទី5បានបំពាក់ជាមួយនឹងបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពចុងក្រោយបង្អស់ទោះបីជារថយន្ត Ford Ranger Raptor ស៊េរីថ្មីនេះគឺជាប្រភេទ pick up ប៉ុន្តែការរចនាបានផ្ដល់ជូននូវផាសុកភាពនិងភាពងាយស្រួលក្នុងការប្រើប្រាស់របស់អ្នកបើកបរជាពិសេសបានបំពាក់ជាមួយនឹងអេក្រង់កំសាន្តចំកណ្ដាលទំហំ12អ៊ីងជាមួយនឹងប្រព័ន្ធ Syn 4A របស់ Ford តែម្ដងលើសពីនេះទៅទៀតក៏អាចភ្ជាប់ជាមួយនឹងមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែអេក្រង់កុងទ័រទំហំ12.4 អ៊ីងប្រព័ន្ធបញ្ចូលថ្មទូរស័ព្ទដោយមិនបាច់ប្រើខ្សែប្រាង្គដៃអេឡិចត្រូនិកប្រព័ន្ធ Auto Hold ព្រមទាំងមានមុខងារសុវត្ថិភាពពិសេសជាច្រើនដូចជាប្រព័ន្ធ Adaptive Cruise Control ប្រព័ន្ធចាប់ហ្វ្រាំងអូតូប្រព័ន្ធជំនួយក្នុងការវ៉ាជែងកាមេរ៉ា360ដឺក្រេព្រមទាំងប្រព័ន្ធសុវត្ថិភាពផ្សេងយ៉ាងសម្បូរបែបទៀតធ្វើឲ្យការបើកបរកាន់តែមានផាសុកភាពនិងមានសុវត្ថិភាពខ្ពស់អញ្ចឹងតើបងប្អូនយល់យ៉ាងណាដែរចំពោះរថយន្តស៊េរីថ្មីមួយនេះប្រសិនបើបងប្អូនចង់ជារថយន្ត Ford Ranger Raptor សូមទំនាក់ទំនងភ្នាក់ងារលក់បន្តរថយន្ត Ford ប្រចាំខេត្តបន្ទាយមានជ័យក្នុងតម្លៃតែ70000ជាងតែប៉ុណ្ណោះឬក៏អាចជារថយន្ត Ford គ្រប់ស៊េរីគ្រប់ model ផ្សេងទៀតព្រមទាំងមានសេវាបង់រំលោះផងដែរអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជាចុងក្រោយ Admin កាក់ Channel សូមអរគុណសូមជម្រាបលា